នេះជា iPhone 15 Plus គឺជាស៊េរី iPhone ដែលខ្ញុំតែងតែមើលរំលងដោយសារតែវាមានកាមេរ៉ាក្រោយតែ2គ្រាប់ហើយមានល្បឿនអេក្រង់ត្រឹមតែ 60Hz ប៉ុន្តែបន្ទាប់ពីខ្ញុំយកវាមកតេស្តប្រើបានជិត1ខែវាបានផ្លាស់ប្ដូរការគិតរបស់ខ្ញុំទាំងស្រុងពីមុនខ្ញុំដូចជាមើលស្រាលវាពេកតាមពិត iPhone 15 Plus មានសមត្ថភាពអាចអស់ការងារទូទៅបានគ្រប់យ៉ាងហើយស៊េរីនេះមានពណ៌ស្អាតមែនទែនពេលឃើញផ្ទាល់ស្អាតជាងនៅក្នុងរូបទៀតបើប្រៀបធៀបជាមួយនារីវិញណាម្នាក់នេះមិនត្រឹមតែស្អាតទេថែមទាំងឆ្លាតហើយបកកែទៀតអូខេថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅកោះកកាយមើលឡើងវិញថាតើមានលុយ$550បងប្អូនគួរតែទិញ iPhone 15 Plus នេះយកទៅប្រើឬក៏អត់ដំបូងខ្ញុំសូមនិយាយពី design ទៅមុន iPhone 15 Plus មានរូបរាងស្អាតមែនទែនពេលចាប់កាន់មានអារម្មណ៍ថា premium ខ្លាំងលើកនេះ frame ព័ទ្ធជុំវិញផលិតពី aluminium ធ្វើឲ្យវាមានទម្ងន់ស្រាលហើយងាយស្រួលកាន់ជា model Pro ចំណុចដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងគេគឺនៅត្រង់កន្លែងនេះទីបំផុតក្រុមហ៊ុន Apple ព្រមសេរីក្បាលឆក់នេះចេញហើយដែលគេបានផ្លាស់ប្ដូរមកប្រើ Dynamic Island វិញ Dynamic Island ហ្នឹងមានប្រយោជន៍ច្រើនគួរសមវាអាចជួយបង្ហាញពី notification ដូចជាពេលយើងកំណត់ timer voice record ឬក៏ phone call អីជាដើមចំណុចដែលធ្វើឲ្យខ្ញុំសប្បាយចិត្តមួយទៀតគឺរុនសាកថ្មគេបានផ្លាស់ប្ដូរពីដោយ Lightning ស៊េរីចាស់មកប្រើ USB Type C វិញវាមិនត្រឹមតែសាកថ្មបានលឿនជាងមុនទេថែមទាំងអាចផ្ទេរទិន្នន័យបានលឿនទៀតលើកនេះខ្ញុំអាចដោត SD copy វីដេអូចេញពីទូរស័ព្ទបានយ៉ាងងាយស្រួលតែប៉ុណ្ណឹងពេលដើរលេងភ័យរឿង full memory ហើយងាកមកកាន់អេក្រង់វិញមានទំហំ 6.7 អ៊ីង Super Retina HDR OLED អេក្រង់នេះបង្ហាញរូបភាពបានស្អាតណាស់ពណ៌ក៏ដិតស្រស់មើលពីជ្រុងណាក៏ច្បាស់ដែរប៉ុន្តែរឿងស្ទើរចិត្តបន្តិចព្រោះល្បឿនអេក្រង់មានល្បឿនត្រឹមតែ 60Hz សម្រាប់អ្នកលេង game 60Hz អាចនឹងមានអារម្មណ៍ថារឿងស្ទើរចិត្តបន្តិចដែរប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូទៅមិនថាប្រើលើបណ្ដាញសង្គមថតរូបឬក៏ថតវីដេអូទេ 60Hz គឺល្មមគ្រប់គ្រាន់ហើយដោយសារតែ software iOS optimize បានល្អបូករួមជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងទៀតនោះការងារទូទៅបែបនេះ iPhone 15 Plus ស៊ីផុយតែម្ដងនិយាយរឿងកម្លាំងម៉ាស៊ីន iPhone 15 Plus ប្រើប្រាស់បន្ទះ chip A16 Bionic ទំហំ4 nanometer chip នេះស៊ីថាមពលថ្មតិចមែនតើវាថែមទាំងអាចរក្សាកម្ដៅមិនឲ្យក្ដៅខ្លាំងហើយល្បឿនក៏ដំណើរការបានលឿនផងដែរទោះបីជាបើកម្មវិធីច្រើនកោលើគ្នាក៏គ្មានបញ្ហាដែរចំណែកហ្គេមទូទៅដូចជា Mobile Legends PUBG Fortnite ឬក៏ហ្គេមអីក៏ដោយឲ្យតែមាននៅក្នុង App Store ខ្ញុំហ៊ានធានាថា iPhone 15 Plus នេះអាចអស់បានដោយរលូនទាំងអស់សម្រាប់អ្នកផលិតមាតិកាឬក៏អ្នកលក់អនឡាញទិញមួយគ្រឿងនេះយកទៅប្រើទៅអត់ខុសទេឥឡូវមកដល់ចំណុចរសើបជាងគេគឺនៅត្រង់កាមេរ៉ាមានមនុស្សជាច្រើនរួមទាំងខ្ញុំដែរពេលឃើញកាមេរ៉ាក្រោយមានត្រឹមតែ2គ្រាប់យើងគិតថាវាអត់សូវខ្លាំងទេប៉ុន្តែបន្ទាប់ពីខ្ញុំយកវាមកថតជាក់ស្ដែងខ្ញុំអាចនិយាយបានថាកាមេរ៉ារបស់ iPhone 15 Plus នេះមានសមត្ថភាពខ្លាំងជាងអ្វីដែលខ្ញុំគិតដោយសារតែកាមេរ៉ាគោលមានទំហំធំដល់ទៅ48 megapixel មាន aperture 1.6 វាជួយទាញពន្លឺចូលបានច្រើនហើយជួយឲ្យមាន blur background ដាច់ស្អាតបែបធម្មជាតិទៀតចំណែក night mode ក៏ធ្វើការបានល្អខ្លាំងដែរនៅពេលយប់មួយគ្រាប់ទៀតគឺ lens ultra wide មានទំហំ12 megapixel aperture 2.4 មាន focal length 13 mm lens នេះអាចថតបានទលាខ្លាំងស័ក្តិសមបំផុតសម្រាប់ថតទេសភាពនិងថតអគារផ្សេងៗអ្វីត្បិតថាមានកាមេរ៉ាក្រោយតែ2គ្រាប់មែនប៉ុន្តែ Apple បានអនុញ្ញាតឲ្យយើងប្រើប្រាស់ digital zoom បាន 2x ដែលគ្រាប់ចេញពី lens គោល48 megapixel ហ្នឹងព្រោះថត portrait ដែលថតចេញមកនៅតែអាចរក្សាគុណភាពបានល្អទោះបីជាគ្រាប់ចេញពី lens គោលក៏ដោយចំពោះកាមេរ៉ាមុខមានទំហំ12 megapixel aperture 1.9 យើងអាចថត selfie បានច្បាស់ហើយទលាល្អ model នេះសម្រាប់ខ្ញុំមានអារម្មណ៍ថាពេលថតកាមេរ៉ាមុខឃើញស្បែកមុខខ្លួនឯងសហើយស្អាតជាង model Pro ហើយចំពោះវីដេអូវិញយើងអាចថតបានរហូតដល់ទៅ 4K 60 frame គ្រប់ lens ទាំងអស់ហើយសំខាន់វាទប់លំនឹងបានល្អមែនទែនសម្រាប់អ្នកថត vlog ដឹងតែពេញចិត្តហ្មងចំណែកម៉ៃវិញក៏ស្រូបសំឡេងបានច្បាស់ជាង model មុនបងប្អូនអាចស្ដាប់ជាក់ស្ដែងបានហើយនេះជាសាច់វីដេអូខ្ញុំថតតេស្តសាកល្បងនៅលើកាមេរ៉ាមុខរបស់ iPhone 15 Plus ហ្នឹងវាមានសមត្ថភាពអាចថតបានរហូតដល់ទៅ 4K 60 frame គុណភាពអាចទទួលយកបានមិនចាញ់ Series Pro ប្រហែលទេតែបើសួរខ្ញុំថាចំណុចណាដែលខ្ញុំពេញចិត្តជាងគេនៅលើទូរស័ព្ទនេះខ្ញុំអាចឆ្លើយភ្លាមៗបានថាខ្ញុំពេញចិត្តថ្មរបស់ទូរស័ព្ទនេះជាងគេ iPhone 15 Plus កាន់ថ្មបានយូរមែនទែនសម្រាប់ការប្រើប្រាស់ការងារទូទៅវាអាចប្រើបានពេញមួយថ្ងៃយ៉ាងងាយស្រួលទាំងការថតវីដេអូប្រើប្រាស់ Facebook TikTok Telegram និងការងារផ្សេងៗខ្ញុំអត់បារម្ភពីរឿងអស់ថ្មទេហើយសម្រាប់អ្នកធ្វើ vlog ដើរលេងឬក៏ចេញទៅថតនៅក្រៅញឹកញាប់មានមួយគ្រឿងនេះតាមខ្លួនដឹងតែថតបានច្រើនហ្មងដោយសារតែថ្មវាកាន់បានយូរប៉ុន្តែបើសិនជាបងប្អូនចង់បានថ្មបន្ថែមបងប្អូនកុំភ្លេចតាក់ទងទៅហាងចនា Phone Shop វីដេអូនេះនាំមកជូនដោយហាងលក់ទូរស័ព្ទដៃចនា Phone Shop ទិញទូរស័ព្ទថែមឆ្នាំងសាកមួយឈុតថែម skin ការពារមួយនិងថែម case មួយផងដែរប៉ុន្តែបើសិនជាបងប្អូនទិញតាមរយៈការមើលវីដេអូនេះហើយ share វីដេអូនេះមួយបងប្អូននឹងទទួលបាន power bank free មួយទៀតសំខាន់ power bank នេះមានមុខងារ MagSafe wireless charge សាកថ្មឥតខ្សែបានលឿនហើយខាងហាងមានធានាលើម៉ាស៊ីននៅអេក្រង់រយៈពេល1ខែពេញបើមានបញ្ហានឹងប្រូថ្មីជូនបងប្អូនអាចទិញលក់វាយដូរឬក៏បងរំលោះបានគ្រប់តម្រូវការនៅក្នុងហាងចនា Phone Shop link តាក់ទងមាននៅក្នុង comment ខាងក្រោមវីដេអូនេះអូខេបន្ទាប់ពីធ្វើតេស្តប្រើ iPhone 15 Plus នេះបានជិត1ខែខ្ញុំអាចនិយាយបានថា iPhone 15 Plus នេះស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលចូលចិត្តថតរូបថតវីដេអូហើយចង់បានទូរស័ព្ទមួយដែលកាន់ថ្មថែមទាំងមានពណ៌ QQ ទៀត iPhone 15 Plus នេះគឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងគ្នាព្រោះវាទើបតែចេញលក់បាន2ឆ្នាំជាងទេអញ្ចឹងស៊េរីនេះបងប្អូននៅតែអាចទទួលបានការអាប់ដេតចន្លោះពី4
ទៅ5ឆ្នាំខាងមុខទៀតតែយ៉ាងណាក៏ដោយនេះគ្រាន់តែជាបទពិសោធន៍ប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំទេចុះសម្រាប់បងប្អូនទាំងអស់គ្នាវិញតើកំពុងតែប្រើប្រាស់ iPhone ស៊េរីអីដែរហើយគិតយ៉ាងណាដែរចំពោះ iPhone 15 Plus នេះកុំភ្លេច comment ប្រាប់ឲ្យខ្ញុំដឹងផងណា